បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនមេហ្នឹងហើយថ្ងៃនេះក៏ទទួលបានអីវ៉ាន់ហ្នឹងហើយជាងគាត់ឆ្លាក់ពីថ្ងៃមុនណោះហើយបានហើយទទួលបានហើយទឹកដៃស្អាតម៉ែមទឹកដៃពូពូនហ៊ុនជាងហ្នឹងហើយពុកម៉ែបងប្អូនដែលមិនទាន់ចុច Subscribe និងសញ្ញារូបកណ្ដឹងទេអាចហ្នឹងហើយជួយចុចសញ្ញារូបកណ្ដឹង Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីពីចម្លាក់ខ្មែរជ័យមង្គលទាំងអស់គ្នាខានផុសវីដេអូយូរហើយដោយសាររវល់ហ្នឹងហើយនេះតួអង្គពុទ្ធចាញ់មានកម្លាំងពេកកម្ពស់4ហ៊ុនជាងហ្នឹងហើយទឹកដៃបងប្រុសគាត់ឆ្លាក់បានស្អាតម៉ាអែមហ្នឹងហើយម៉ាអែមហើយនេះគឺបញ្ញាក្អែកដើមកន្ទួតព្រៃ2អង្គបញ្ញាក្អែកកន្ទួតព្រៃខ្ញុំជាវមកពីបងប្រុសនៅខាងក្រុងសៀមរាបហ្នឹងហើយពីមុនគេហៅក្រុងសៀមរាបឥឡូវបច្ចុប្បន្នគេហៅខេត្តសៀមរាបហ្នឹងហើយ2អង្គហើយនេះគឺបញ្ញាក្អែកដើមកង្កោកហ្នឹងហើយនៅសល់យូរហើយខ្ញុំជាវបងប្រុសនៅខាងកំពង់ឆ្នាំងដោយសាររវល់ហើយអត់សូវមានពេលធ្វើវីដេអូផុសហ្នឹងហើយឥឡូវហ្នឹងក៏ឆ្លៀតពេលធ្វើវីដេអូផុសហ្នឹងហើយកុំឲ្យស្ងាត់ពេកហ្នឹងហើយពុកម៉ែបងប្អូនក្មួយអីមេអីត្រូវការហ្នឹងហើយអាចតាក់ទងបានធានាបច្ច័យមករបស់នឹងទៅហ្នឹងហើយធានាឲ្យអត់មានភូតភរកុហកទេបញ្ញាក្អែកពិតគឺបញ្ញាក្អែកពិតហ្នឹងហើយក្លឹម7គាត់ជាក្លឹម7ហ្នឹងហើយអត់មានប្លាំតកៅទេហ្នឹងហើយស្អាតទឹកដៃខ្នោតបតងខ្សែក4ហ៊ុនជាងប៉ុណ្ណេះគឺមកស្អាតមកសំរូបសំរៀងហ្នឹងហើយស្អាតហើយបាត់បលាំងហ្នឹងខ្ញុំបញ្ចុះ5រុននឹងដាក់ស្ដាច់បញ្ញាចូលហ្នឹងហើយនេះបងជាងគាត់បញ្ចុះឲ្យជូន1រុនហ្នឹងហើយសំណុំពរបងជាងឲ្យគាត់បញ្ចុះ1រុនហ្នឹងហើយគាត់បញ្ចុះបញ្ញាក្រងឲ្យ3អង្គ1រុន1អង្គអាហ្នឹងធាតផ្សំ3អង្គហ្នឹងហើយនៅសល់4រុនហ្នឹងខ្ញុំបញ្ចុះស្ដាច់បញ្ញាបញ្ចូលហ្នឹងតែស្ដាច់បញ្ញាយើងផ្សំទុកផ្សំទុកយូរហើយអញ្ចឹងនឹងឆ្លៀតពេលបញ្ចុះហើយបងប្អូនចង់បានអាចតាក់ទងបានហ្នឹងហើយខ្ញុំនឹងដាក់លេខ Telegram ជូនបងប្អូនអាចតាក់ទងបានស្អាតហើយថតនៅក្នុងទូរស័ព្ទអត់ឃើញទេរឿងលពិលឃើញផ្ទាល់បានស្អាតហ្នឹងហើយលពិលដូចវាអត់ច្បាស់ហ្នឹងហើយទឹកដៃព្រះអង្គនេះម៉ាអែមពុទ្ធចាញ់មានកម្លាំងពេកហ្នឹងហើយអញ្ចឹងវីដេអូមានប៉ុណ្្នឹងហើយបងប្អូនពុកម៉ែបងប្អូនអញ្ចឹងអរគុណច្រើនហេងទាំងអស់គ្នា